wow ដល់គ្នា profit 14130 នេះអត់ដល់ដាច់ខែបងណាបាទគឺតែបានអត់ដល់ដាច់ខែទេបាទអញ្ចឹងតម្រុំដល់ដាច់ខែគឺថាប្រហែលជាអាចលើកក្នុងបងណាបាទគឺចាប់ពីថ្ងៃទី1មកដល់ថ្ងៃទី22នេះ profit រាល់ថ្ងៃបងខៀវរហូតបាទគឺខ្ញុំមិនមែនជាជើងខ្លាំងទេបងបាទគាត់ថាមានបទពិសោធន៍ច្រើនក្នុងវិស័យ crypto ក្នុងវិស័យ trade នេះបាទហើយខ្ញុំធ្វើការ trade នេះនៅក្នុង platform Binance បងណាបាទអញ្ចឹងបងប្អូនដែលចង់ trade ជាមួយខ្ញុំបាទអាចធ្វើការ register តាម link ខាងក្រោមបងប្អូននឹងទទួលបានការ discount free 20%ពីមួយជីវិតបងប្អូនណាបាទហើយជាពិសេសនោះគឺខ្ញុំមានគ្រប់សម្រាប់ទម្លាក់ signal បាទវិភាគកាក់ជូនបងប្អូនហើយនឹងមានយុទ្ធសាស្ត្រ trade សំខាន់ៗដល់ធ្វើឲ្យ profit បងប្អូនណាបាទអ្នកគ្រប់ VIP ខ្ញុំគឺ profit គ្រប់គ្នាហើយជាពិសេសខ្ញុំមាន copy trade បងប្អូនណាបាទនេះគឺ copy trade បងប្អូន copy trade ចំណេញគ្រប់គ្នាបងប្អូនណាបាទអូខេអញ្ចឹងបងប្អូនដែលចង់ join ជាមួយខ្ញុំបាទអាចតាក់ទងមកបាន link ខាងក្រោមបងប្អូនណាបាទ join គ្រប់ VIP យ៉ាអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងធ្វើការ review តាក់ទងជាមួយ project ថ្មីផងដែរបងប្អូនណាបាទគឺ project Enso បាទ project Enso នេះគឺបាញ់ណាបានចែក airdrop ទៅដល់ user ទាំងអស់បាទអញ្ចឹងខ្ញុំប្រាប់បងប្អូនផងដែរថាធ្វើម៉េចទៅទទួលបាន airdrop បាទនៅក្នុង platform Binance ហើយនឹង review កាក់នេះជូនបងប្អូនអរគ្នាបាទអញ្ចឹងសូមជម្រាបផងដែរថាវីដេអូនេះមិនមែនជា financial advisor ទេរាល់ការ video ជាទំនួលខុសត្រូវបងប្អូនខ្ញុំគ្រាន់តែធ្វើការ review ជូនបងប្អូនឲ្យដឹងអំពី project នេះប៉ុណ្ណោះបាទឥឡូវយើងទៅធ្វើការ review ទាំងអស់គ្នាតើអ្វីទៅគឺជា Enso បាទ Enso វាគឺជាបណ្ដាញតែមួយបាទសម្រាប់ web 3ទាំងអស់បាទបើកដំណើរការជាផ្លូវការលើ mainnet ហើយបញ្ចេញ token របស់ខ្លួនហ្នឹងគឺកាក់ Enso នឹងឯងបាទដែលវានៅលើ network Ethereum ហើយនៅលើ network BNB Chain នេះគឺជាជំហានដំបូងបាទក្នុងការបង្កើតបណ្ដាញសកលតែមួយដែលអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍គឺអាចអាននិងអាចសរសេរទិន្នន័យពី blockchain ទាំងអស់បាទរួមទាំង roll up ហើយនិង smart contract បាទដើម្បីបង្កើតកម្មវិធីតែមួយបាទដែលអាចដំណើរការទូទាំងបណ្ដាញបានដោយមានអ្នកបញ្ជាក់ប្រតិបត្តិការចូលរួមបាទសកម្មភាពហើយនិងការចាប់ផ្ដើម staking បណ្ដាញ Enso បាទកំពុងចាប់ផ្ដើមធានាសុវត្ថិភាពប្រតិបត្តិការនិងក្លាយទៅជាម៉ាស៊ីនសំខាន់បាទសម្រាប់ web 3ទាំងមូលបងប្អូនបាទ One Unified Network បាទគឺជាបណ្ដាញតែមួយនេះបាទធ្វើឲ្យអ្នកអភិវឌ្ឍន៍គឺអាចចូលប្រើ blockchain ទាំងអស់បានភ្លាមៗបងប្អូនបាទត្រឹមតែប្រើចំណុចភ្ជាប់តែមួយបង្កើនភាពងាយស្រួលហើយនិងល្បឿនក្នុងការបង្កើតកម្មវិធីបណ្ដាញ Enso ត្រូវបានគាំទ្រដោយវិនិយោគធំបាទ VCS បាទអ្នកវិនិយោគឯកជនបាទនិងអ្នកអភិវឌ្ឍន៍ឈានមុខដែលមានចក្ខុវិស័យដូចគ្នាក្នុងការបង្កើតបណ្ដាញមូលដ្ឋាន web 3បាទតែមួយរួមគ្នាមានបណ្ដាញនឹងប្រព័ន្ធជាង145 plus បាទបានប្រើបច្ចេកវិទ្យារបស់ Enso រួចហើយ web 3មានអ្នកអភិវឌ្ឍប្រហែល 23000 នាក់បាទខណៈដែល web 2វិញមានប្រហែល47លាននាក់បាទគឺច្រើនមែនទែនហើយ Enso វាគឺជាស្ពាននៃចន្លោះនោះបច្ចុប្បន្ននេះ web 3មាន blockchain ជាង 1000 plus ហ្នឹងបាទ framework ហើយនិង41លាន plus smart contractគម្រោងជាច្រើនត្រូវបានចំណាយពេលជាង6ខែបាទហើយនឹងថវិកាជាង$50,000សម្រាប់តបភ្ជាប់ប្រព័ន្ធប៉ុន្តែ Enso បានធ្វើឲ្យដំណើរការនេះសាមញ្ញហើយនឹងបរួមវាតែមួយបងប្អូនណាបាទគឺងាយស្រួលជាងមុនតែទៅជាមួយ token overview វិញបងប្អូនណាបាទគឺកាក់ Enso នឹងមាន total supply ជាងតែ100លានទេបងប្អូនណាគឺតិចមែនតើបាទ100លានហើយ max token supply របស់វាគឺ127លានបាទ33សែន9000កាក់ជាងបងប្អូនណាបាទហើយអត្រាផ្ដល់ប្រាក់បន្ថែមប្រចាំឆ្នាំ inflation នោះគឺចាប់ផ្ដើមពី 8% ក្នុងឆ្នាំដំបូងហើយត្រូវបានបន្ថយបន្តិចម្ដងទៅរាល់ខែរហូតដល់ 0.35 49.8% បាទគឺនៅឆ្នាំទី10បងប្អូនណាបន្ទាប់ពីឆ្នាំទី10ទៅនោះអត្រា inflation គឺនឹងឈប់ទាំងស្រុងតែម្ដងHolder airdrop token reward នៅក្នុង exchange បាញ់ណាវិញគឺទទួលបាន1លានបាទ75,000កាក់បាទហើយស្មើនឹង 1.75% នៃ Genesis token supply ហើយបន្ថែម50,000កាក់ទៀតគេនឹងធ្វើការ allocate ទៅកាន់ marketing campaign បន្ទាប់ពី spot listing បងប្អូនណាបាទហើយកាក់ចរាចរណ៍នៅក្នុងកិច្ចបាញ់ណានោះគឺ20លាន59,000កាក់វាស្មើនឹង 20.59% នៃ Genesis token supply ហើយកាក់ Enso នេះគឺប្រើពី network បងប្អូនណាបាទគឺ network Binance Smart Chain ហើយនិង network Ethereum បាញ់ណាបានធ្វើការប្រកាសគម្រោងទី52បាទដែលទទួលបាន airdrop សម្រាប់ Binance holder ទាំងអស់គឺកាក់ Enso បងប្អូនណាបាទដែលវាគឺជាបណ្ដាញតែមួយបាទដែលភ្ជាប់ blockchain ទាំងអស់ចូលគ្នាបង្កើតសមត្ថភាពឲ្យអភិវឌ្ឍអ្នកអភិវឌ្ឍគឺអាចបង្កើតកម្មវិធីបាទដែលអាចធ្វើរួមគ្នានឹងប្រើប្រាស់រាប់លានអ្នកទូទាំង web 2 និង web 3បាទហើយ Binance ទាំងអស់ដែលបាន subscribe BNB ដូចជាដាក់ stake simple earn lock yield on ឋាន product ចាប់ពីថ្ងៃទី7ខែ10ដល់ថ្ងៃទី9ខែ10គឺសិតទទួលបានកាក់ Enso នឹងបងប្អូនណាបាទគឺ airdrop ហើយធ្លាក់នឹងធ្លាក់ចូលក្នុង account បងប្អូនមុន1ម៉ោងនៃការ listing បាទហើយបណ្ណាបានធ្វើការលេខកាក់ Enso នឹងមួយបងប្អូនណាបាទកាលពីថ្ងៃទី14ខែ10ឆ្នាំ2025ម៉ោង 9:00 UTC ដែលស្មើនឹងម៉ោង 4 ល្ងាចនៅខ្មែរយើងបាទអញ្ចឹងមានន័យថាបណ្ណាលេខកាក់នឹងហើយអញ្ចឹងបងប្អូនដែលទទួលបាន holder airdrop គឺទទួលបាន wifi ដែរបាទអញ្ចឹងខ្ញុំប្រាប់បងប្អូនថាធ្វើមកយើងទទួលបាន airdrop អត់ពិបាកទេបងប្អូនត្រូវមានគណនីបាញ់ណាស់ហើយបងប្អូនទិញកាក់ BNB ហ្នឹងយកដាក់ stake ឬក៏ earn នៅក្នុង product របស់បាញ់ណាស់ simple earn ក៏បាន lock yield product ណាមួយបានដែរពេលដែលបាញ់ណាស់មាន project ថ្មីៗមកគឺចែក airdrop របស់បងប្អូនបាទគឺតែប៉ុណ្្នឹងទេគឺ airdrop គឺងាយស្រួលក្នុងការទទួលយកបាទអូខេអញ្ចឹងវីដេអូហ្នឹងគឺតែប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ទស្សនាវីដេអូដល់ចប់បាទជួបគ្នាវីដេអូក្រោយអរគុណបាយបាយ